ក្តីមេត្តារបស់យើងដែលយើងនឹកនាដល់ពួកគាត់នោះបើគាត់បានដល់គាត់សប្បាយចិត្តណាដល់គាត់សប្បាយចិត្តអាហ្នឹងជាសេចក្តីសុខជាសេចក្តីសប្បាយដែលកើតពីចិត្តរបស់គាត់ហ្នឹងមិនប៉ុនយើងនឹងវាហោះទៅចូលគាត់ទេអត់ទេបើយល់អារឿងឧទាហរណ៍រឿងនិយាយរឿងកំ pl ែងមិញដឹងអញ្ចឹងបានកន្លែងហ្នឹងពពុទ្ធប្រើពាក្យថាអនុមោទនាមិនមែនប្រើពាក្យថាបានទទួលទេអនុមោទនាគឺត្រេកអរចំពោះសេចក្តីល្អដែលអ្នកដទៃបានធ្វើហ្នឹងអញ្ចឹងការដែលត្រេកអរនឹងអំពើល្អជាតួអីអាហ្នឹងជាតួបុណ្យណាជាតួចិត្តល្អដែលកើតឡើងជាតួបុណ្យដែលកើតឡើងគាត់បានបង្កើត software បុណ្យថ្មីមួយនៅក្នុងចិត្តរបស់គាត់ហ្នឹងដោយគាត់យកបុណ្យរបស់អ្នកដទៃឬក៏សេចក្តីល្អរបស់អ្នកដទៃហ្នឹងជាអារម្មណ៍ជាទឹកតាងជាទីសំអាងឬក៏ជាអារម្មណ៍នឹងឯង